Welcome to my Slow Khmer Language podcast បាទអរុនសួស្តីទាំងអស់គ្នាយ៉ាងមិនដែរថ្ងៃនេះសុខសប្បាយទេខ្ញុំសុខសប្បាយធម្មតាអរគុណច្រើនបាទអរគុណច្រើនថ្ងៃនេះប្លែកបន្តិចដោយសារថ្ងៃនេះខ្ញុំនឹងនិយាយតិចអំពីការហាត់និយាយភាសាខ្មែរជាមួយនឹងបងប្អូនទាំងអស់គ្នាបាទអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំជារៀងរហូតដល់នេះហ្នឹងហើយថ្ងៃនេះយើងនឹងនិយាយតិចអំពីតើបងប្អូនតើអ្នកទាំងអស់គ្នាចូលចិត្តធ្វើអីថ្ងៃនេះមានន័យថាថ្ងៃនេះអ្នកទៅធ្វើការម៉ោងប៉ុន្មានបាទអ្នកទៅធ្វើការម៉ោងប៉ុន្មានបាទអញ្ចឹងថ្ងៃនេះយើងនឹងរៀនទាក់ទងទៅនឹងការសួរម៉ោងបាទនៅក្នុងភាសាអង់គ្លេសយើងថាម៉េច What time is it នៅក្នុងភាសាអង់គ្លេសយើងថា What time is it ជាភាសាខ្មែរយើងថាឥឡូវនេះម៉ោងប្រហែលហើយឥឡូវនេះម៉ោងប៉ុន្មានហើយបាទឥឡូវនេះម៉ោងប៉ុន្មានហើយបាទអញ្ចឹងការឆ្លើយនៅសំណួរទាក់ទងទៅនឹងម៉ោងជាធម្មតាយើងតែងតែនិយាយថាឥឡូវនេះ you repeat the sentence right ឥឡូវនេះម៉ោង and then number ឧទាហរណ៍ឥឡូវនេះម៉ោង6កន្លះភាសាខ្មែរ the word minute យើងថានាទីបាទនាទី minutes បាទនាទីឧទាហរណ៍ទៅ20 minutes ភាសាខ្មែរថា20នាទី20នាទី you put number first and then the word នាទី at the end okay so 20នាទី how about 15 minutes say 15នាទីបាទ15នាទី15នាទី how about 30 minutes 30 minutes នៅក្នុងភាសាខ្មែរយើងអាចនិយាយបាន2បាទទី1យើងថា30នាទីទី2យើងថាកន្លះម៉ោងinstead of កន្លះម៉ោងគេ កន្លះម៉ោង in spoken ណាកន្លះម៉ោងអញ្ចឹងឧទាហរណ៍ 6:30 ភាសាខ្មែរថាម៉ោង6:30នាទី or ឬយើងថាម៉ោង6កន្លះហើយអត់ម៉ោង6កន្លះបាទអញ្ចឹងពាក្យថាម៉ោង MOAWNG my phonetic មានន័យថា time or hour បាទម៉ោងអូខេបាទម៉ោងហ្នឹងភាសាខ្មែរតែអញ្ចឹងម៉ោងអញ្ចឹងជាទូទៅពេលយើង telling clock time និយាយអំពីម៉ោងហ្នឹងយើងថាឥឡូវនេះម៉ោង bla 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 so now answer this question okay? I have 3 questions for you to answer the first question is that what time do you go to work what time do you go to work second question what time do you eat breakfast what time do you eat breakfast question number 3 what time do you play football what time do you play football okay I hope this short videos is helping you learning and listening Khmer have a good day លាហើយសុខសប្បាយ